ពេលពិបាកចិត្តខ្លាំងនេះគឺ3យ៉ាងកុំធ្វើ3យ៉ាងត្រូវធ្វើ3យ៉ាងកុំធ្វើពេលពិបាកចិត្តខ្លាំង1កុំលាក់អារម្មណ៍ម្នាក់ឯងកុំព្យាយាមទ្រាំឬក៏សម្ងំម្នាក់ឯងក្នុងបន្ទប់ងងឹតព្យាយាមឲ្យខួរក្បាលម្នាក់កាន់តែគិតច្រើនទី2កុំធ្វើការសម្រេចចិត្តធំដុំពេលដែលមានអារម្មណ៍មិនល្អណាខួរក្បាលมันអាចគិតបានវែងឆ្ងាយឡើយហើយជៀសវាងការសម្រេចចិត្តរឿងសំខាន់ទី3កុំបង្អាក់ខ្លួនឯងកុំបន្ទោសខ្លួនឯងឬក៏ប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងអ្នកដទៃទៅលើបណ្ដាញសង្គម3យ៉ាងត្រូវធ្វើពេលពិបាកចិត្តខ្លាំង1ដើរចេញក្រៅរត់ផ្លាស់ប្ដូរបរិយាកាសដើរចេញមើលទេសភាពឬក៏រត់ដើម្បីឲ្យខួរក្បាលបញ្ចេញសារធាតុសប្បាយរីករាយទី2ដកដង្ហើមវែងៗហើយផឹកទឹកត្រជាក់ហើយជួយកាត់បន្ថយសម្ពាធឈាមនិងធ្វើឲ្យអារម្មណ៍ដែលកំពុងក្តៅក្រហាយហ្នឹងត្រឡប់មកត្រជាក់វិញទី3សរសេរវាចេញមកបើសិនជាយើងមិនដឹងតែប្រាប់នរណាហើយចូលសរសេររឿងដែលពិបាកចិត្តនោះទៅលើក្រដាសរួចហើយហែកវាចោលទៅដើម្បីរំសាយអារម្មណ៍ចុងបញ្ចប់កុំភ្លេចចុច like ហើយ follow ហើយ subscribe ម្នាក់មួយផងដើម្បីទទួលបានគំនិតល្អៗជារៀងរាល់ថ្ងៃអរគុណ